តាមនេះចាស់គេថ្មីយើងប៉ុន្តែខ្ញុំឆែកហើយមកស្រុកខ្មែរអត់មានតែគេ review ទេចឹងយើង review ឲ្យបានមុនគេចឹងតែអត់នៅក្នុងដៃខ្ញុំនេះគឺ Hugo Boss The Scent អានេះចេញ10ឆ្នាំហើយណាអ្នកនរគ្នាតាំងពី2015មកចឹងយើងមកហិតក្លិនវាទាំងអស់គ្នាបាញ់ដំបងក្លិនវាលក្ខណៈត្រជាក់បាត់ខ្ញីស្រស់ស្រាយខូចៗយើងឃើញថាមានក្លិនផ្អែម lavender នៅក្នុងហ្នឹងហើយមានក្លិនរៀងឈើបែបរៀងស្បែកក្លិននេះ overall គឺ good ខ្លាំងមែនតើទោះចេញ10ឆ្នាំក៏ដោយប៉ុន្តែចំណុចអន់របស់វាមួយគឺថាប្រអប់នេះខ្ញុំមើលក្នុង fragrance ធីកាខ្ញុំតេស្តខ្លួនឯងមិញហ្នឹងគឺវាអត់សូវជាប់ទេអ្នកនរគ្នាខ្ញុំឲ្យក្រុមការងារទិនលើដៃគេទៅវាថាគេហិតដឹងប៉ុន្តែខ្ញុំហិតអត់ដឹងឯអ្នកនរគ្នាដូចបាញ់ទឹកចឹងវាមួយផ្លែទៅវាបាត់ក្លិនចឹងណាពេលខ្ញុំសួរគេទៅគេថានៅហិតដឹងតាហ្នឹងខ្ញុំអត់ដឹងថាវាចំបោះខ្ញុំឬក៏មិនទេក៏ចំបោះខ្ញុំវាស៊ាំទៅនឹងអាទឹកអាប់ធ្ងន់ពេកដល់ពេលហិតអាស្រាលពេកទៅគឺវាអត់ធំក្លិនអីទេប៉ុន្តែ overall គឺក្លិនវា good ពេលដែលយើងបាញ់ដំបងអ្នកនរគ្នាអាច collect ប្រអប់នេះទុកបានដោយសារតែអានេះចាញ់យូរហើយ packaging នៅចាស់ទៀតអ្នកនរគ្នាឥឡូវគេ update ចេញ packaging ថ្មីហើយអានេះold batch សម្រាប់បងអ្នកដែលគាត់ចាប់អារម្មណ៍ទឹកអប់នេះអាចតតង page Alphamin Band